ជំរាបសួរអ្នកទាំងអស់គ្នាយើងមកតាមដានរឿង One Piece បន្តទៀតមុននឹងចូលសូមអ្នកគ្នាជួយចុច like មួយ100តើទៅអ្នកគ្នាកាលពីភាគមុនយើងចាប់ត្រឹម Mr. Crocodile វាយជាមួយ Luffy ហើយវាយ Luffy អត់មានរបួសធ្ងន់ចំណែកគ្នាគាត់បានជិះក្តាមយក្សហ្នឹងទៅធ្វើដំណើរទៅកោះមួយទៀតណាអ្នកគ្នាពេលនោះ Luffy មិនទាន់ស្លាប់ទេពេលទៅគាត់យកដៃមកច្បាច់ដៃរបស់ Mr. Crocodile Mr. Crocodile ខឹងផងភ្ញាក់ផ្អើលផងក៏បោះ Luffy ចូលទៅក្នុងខ្សាច់ស្រូបឲ្យគាត់ស្លាប់យ៉ាងវេទនានៅក្នុងទីនោះតែម្ដងពេលដែល Luffy សល់តែក្បាលនិងខ្សាច់ស្រូបក៏រុញគាត់ចូលទៅក្នុងនោះតែ Miss All Sunday ក៏បានមកជួយគាត់ទាន់នឹងឯងហើយដល់ពេលទៅ Mr. All Sunday ហ្នឹងក៏បានទុក Luffy នៅនឹងហើយគាត់ឆ្ងល់ថាមិនបានលើអក្សរ D ហ្នឹងគឺខ្លាំងម្ល៉េះហើយ Mr. មួយទៀតឈ្មោះ Gold Roger ហ្នឹងក៏ឈ្មោះ Goldie Roger ដែរអ្នកគ្នាហើយពេលនោះ Paul ក៏បានមកមើល Miss All Sunday តែគាត់គ្មានកន្លោមួយ Miss All Sunday ទេហើយដល់ពេលដែល Miss All Sunday ចាក់ចេញទៅហើយប្រាប់ភូថាឲ្យនៅមើលថែ Luffy ផងពេលនោះគ្នារបស់ Luffy ទាំងអស់គ្នានឹងមកជិះក្តាមនោះឆ្លងទៅកាន់ត្រើយម្ខាងតែដូចអ្នកគ្នាដឹងហើយគឺក្តាមមិនអាចឆ្លងទៅកាន់ទឹកបានទេមិនដូចត្រីទេអ្នកគ្នាអញ្ចឹងក្តាមរត់នៅបាត់ទឹកហើយគ្នារបស់ Luffy មិនអាចនៅបាត់ទឹកបានទេដូច្នេះហើយគាត់ថាបើមានស្រីគាត់មើលគាត់រត់ច្រាស់ទឹកបានពេលនោះនារីដែលមានឈ្មោះថា Naomi ហ្នឹងបានដោះក្អៅនាងតែរត់បានតែពាក់ក្តារលិចភ្លឹបទៅដែរហើយទៅគាត់ក៏បានទៅមុខតែម្ដងអ្នកគ្នាតែជួបជាមួយនឹងត្រីមួយហ្នឹងឯងវាចេញមកដើម្បីវាយផាត់ទៅក្រុម Luffy តែពេលនោះមានក្រុមកុងហ្វូ Turtle យើងហ្នឹងបានចូលមកជួយព្រោះពួកគេគិតថាអឺពួកគេគឺជាសិស្សរួមគ្រូអ្នកគ្នាគឺជា Luffy ហ្នឹងគឺជាគ្រូតែមួយហើយពួកគេក៏បានទៅដល់កោះម្ខាងទៀតផងដែរហើយកោះនោះគឺជាកោះមួយក្នុងចំណោមកោះទាំង3ដែល Luffy នៅអ្នកគ្នាពេលនោះគេឃើញហុយផ្សែងតែនោះគឺជាកន្លែងមួយដែលទារត់លឿនជាងគេនៅក្នុងព្រះរាជា Alabasta ទេហើយពេលនោះបពប្រឆាំងក៏បានមកផងដែរហើយគេកាត់ទៅដល់កន្លែងពួកបពប្រឆាំងជាមួយនឹងកងមារីនជាមួយនឹងស្ដេចអីហ្នឹងគឺនៅនឹងទាំងអស់តែម្ដងហើយពេលនោះគឺអាប៉ែមួយឈ្មោះ Shoka ហ្នឹងគឺជាអ្នកចាប់ស្ដេចពិតប្រាកដទលាក់ហើយស្ដេចខ្លែងខ្លាយហ្នឹងគឺនៅឆ្នាំហើយមាន Mr. Four ជាមួយនឹង Villain ថែមផងគាត់ហើយស្ដេចហ្នឹងឈ្មោះ Cobra ហើយតមកគឺ Luffy បានប្រាប់ Paul ថាឲ្យគាត់ទៅមើលមិត្តភក្តិគាត់ទៅហេតុអីបានឯងយកវីទៅណាអញ្ចឹងគាត់បាននិយាយចុងពេលនោះបពប្រឆាំងជាមួយនឹងស្ដេចនឹងបានវាយគ្នានេះគ្នាហើយតាមពិតនឹងគឺជាគម្រោងការរបស់ពួកអស់នឹងទេហើយពេលនោះគឺគេឃើញក្រុមទារត់លឿននឹងក៏បានមកផងដែរអាពាក់ក្បាត់ពេជ្រនឹងគឺមានឈ្មោះថា Mr. Four អ្នកគ្នាពេលនោះគឺក្រុមទានឹងរត់ជាមួយនឹងអ្វីមួយសនៅលើខ្លួនរបស់ពួកគេពេលដែលពួកគេរត់ពេញនឹងអញ្ចឹងទៅគឺពួកអានេះគឺមើលអត់ឃើញនោះទេអ្នកគ្នាហើយពេលដែលពួកគេខំរត់ដេញហ្នឹងគឺតាមពិតនោះគឺជាគ្នារបស់ Luffy ហ្នឹងឯងតែគឺអត់មាន Luffy នៅលើខ្នងទេដោយសារ Luffy អ្នកគេដឹងហើយគឺភូលអ្នកមើលគាត់អ្នកគ្នាគឺគាត់បានត្រូវពួកនោះគឺ Mr. Crocodile វាយគាត់ទេចាហើយគ្នាមេបព្វឆាំងឈ្មោះខូតាហ្នឹងក៏បានមកផងដែរអាប៉ែតហ្នឹងគឺជាមិត្តភក្តិរបស់ VV អ្នកគ្នាហើយពេលនោះអាប៉ែតហ្នឹងតាមពិតវាគឺជាក្រុមបារ៉ុកវែនទេហើយចឹងហើយគឺណាមីថាអើយកុំវាយគ្នាឈប់ភ្លាមប៉ុន្តែតែបងមកខាងតែសឹងជួននាងទៅហើយពេលហ្នឹងគឺនាងស្រែកឲ្យឈប់តែអត់មានពីណាឈប់ទេអ្នកគ្នាពេលនោះគឺខូសាគឺបរតែកាត់នាងផងដែរហើយគឺពេលនោះទាខារូក៏ចូលមកជួយនាងអញ្ចឹងណាអ្នកគ្នាហើយកំភ្លើងធំរបស់រាជវាំងនោះក៏បានបាញ់កាន់ពីគេពេលនេះ PV ជាមួយនឹងទាខារូហ្នឹងគឺមានរបួសខ្លាំងមែនទែនអ្នកគ្នាតែទាខារូតំណាងឲ្យដែលមិនស្លាប់ពេលនោះគឺអូសកបានផ្ដោតថាមិនបាច់ខ្វល់ពីអាទាកាចាស់នៅទេគឺមកជិះមួយគាត់មក VV ក៏ដឹងភ្លាមថាគាត់មិនមែនជាអូសកទេព្រោះអូសកមិនដែលហៅខារូថាទាខារូអាទាចំគូតនេះទេ
ហើយអ្នកគ្នាប្រកាសជាដឹងថាសម្លេងខ្ញុំនឹងផ្លាស់ប្ដូរហើយព្រោះខ្ញុំភ្លេចផឹកទឹកមិញហ្នឹងឯងហើយចឹងហើយគឺទាខារូជាមួយនឹង Mr. Two គឺទាខារូពិតជាអស្ចារ្យមែនទែនអាចឡើងទៅលើជាងថ្មបានអ្នកគ្នាអូខេហើយគោកក៏បានហោះទម្រាំទៅរួចតែ Mr. Two ក៏មិនឲ្យចាញ់ទាខារូដែរគាត់ក៏រត់ទៅតាមទាខារូហើយទាខារូរត់តអស់ជើងតែម្ដងហើយពេលដែលឃើញអាកាសល្អMr. Two ហ្នឹងក៏ចង់មកវាយវីតែត្រូវទាផ្សេងទៀតមកចូលហើយអាប៉ែតានជីហ្នឹងក៏បានមកដល់ហើយក្បាច់ពួកគេស្តៀងគ្នាចឹងហើយគឺពេលដែលឈ្នះគឺប្រើរយៈពេលយូរខ្លាំងមែនទែនអ្នកគ្នាវាយប៉ាំង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 ពេលនោះគាត់ក៏ដូរមុខទៅខ្លាចជាណាមីធ្វើឲ្យសានជាអត់ហ៊ានដាច់ចិត្តវាយណាមីនោះទេតែគាត់ដឹងថាពេលដែល Mr. Two ប្រែក្លាយខ្លាចជាចឹងអត់អាចបញ្ចេញក្បាច់គាត់បានទេដូច្នេះគាត់ក៏បានប្រើវិធីហ្នឹងគឺវាយទៅកាន់ Mr. Two ប្រោយហើយទៅគាត់ថា Mr. Two ហ្នឹងវាយបានល្អខ្លាំងមែនទែនពេលនេះគឺ Chopper ជាមួយនឹង Usopp គឺត្រូវរបួសធ្ងន់ហើយគឺ Mr. Four ហ្នឹងគឺគាត់មិនដែលបានញ៉ាំផ្លែឈើពិសេសអីទេតែគាត់មានកម្លាំងខ្លាំងណាហើយការរបស់គាត់បានញ៉ាំផ្លែឈើមួយ Mud Fruit ហើយដល់ពេលទៅ Mr. Christmas ហ្នឹងគឺគាត់បានញ៉ាំផ្លែឈើមួយផងដែរដែលមានឈ្មោះថា Smoke Fruit គឺអាចឲ្យគាត់ហ្នឹងក្លាយជាកណ្តុរដីបានពេលនោះគឺអាប៉ែកកាយហ្នឹងគឺបានបាញ់អាគ្រាប់មួយហើយគ្រាប់ហ្នឹងទៅដល់ជិតទៅផ្ទុះគឺវាចេះខ្លាំងមែនទែនពេលនោះគឺក្តាស់អាឆ្កែហ្នឹងក្តាស់3គ្រាប់ឲ្យ Mr. Four ហ្នឹងវាយទៅកាន់គ្នារបស់ Luffy ពេលនោះគឺ Miss All Christmas ហ្នឹងក៏បានមកចាប់ជើងអាប៉ែក Chopper ហ្នឹងពេលនោះគឺអា Luffy ច្រឡំ Sanji អ៊ូសក់ហ្នឹងក៏បានមកវាយក្បាលអើយមិអាប៉ែក Mr. Four ហ្នឹងហើយទៅគាត់បានប្រើអាយុ5តោនហ្នឹងវាយទៅកាន់ Miss All Christmas ហើយទៅ Miss All Christmas គាត់ដឹងអាហ្នឹងពេទ្យប្រងភ្លើងក៏ហត់ទៅវាយSanji ទៀតខ្ញុំច្រឡំតែឈ្មោះតួអង្គដូចនេះគ្នាច្រើនពេកហើយបាញ់ជក់ទឹកមាត់ទៀតពេលនោះគឺ Chopper បានស៊ីគ្រាប់ថ្នាំរបស់គាត់ដើម្បី scan មើលចំណុចខ្សោយគូសត្រូវពេលនោះអ៊ូសកគឺជាអ្នកកំសាកជាងគេក៏បានរត់ហើយគិតថាបើនាងអុកក្បាលនៅនឹងថ្មប្រហែលជាបែកពេលនោះគឺមានណាខ្ទេចដោយថ្មខ្ទេចខ្ទីកាន់ទៅកាន់សានជីទៀតអ៊ូសកអ្នកគ្នាកាន់ទៅកាន់អ៊ូសកទៀតហើយដល់ពេលទៅគឺ Chopper គ្រាន់តែឃើញចំណុចខ្សោយភ្លាមក៏រត់ទៅប្រាប់គ្នារបស់គាត់ហើយគឺបាច់ដីទៅដាក់ច្រមុះអាឆ្កែនឹងហើយក៏បាញ់ទៅកាន់រុនមួយនោះតែម្ដងហើយទៅChopper ថាអើយពួកឯងឆាប់រត់ចេញពីកន្លែងមានប្រហោងនោះទៅពេលទៅគឺមិនអាចធ្វើអីកាន់ Mr. Four បានទេអ្នកគ្នាគឺនិយាយទៅគឺស៊ីផុយហើយដែលធ្វើឲ្យអ៊ូសក់នឹងរត់គេចប៉ុន្តែ Mr. Christmas នឹងក៏បានចេញមុខមកដើម្បីចាប់ជើងអាប៉ែអ៊ូសក់នឹងហើយពេលដែលចាប់ជើងបានហើយហ្នឹងហើយគឺនាងបានទាញអ៊ូសក់នឹងទៅឲ្យ Mr. Four វាយប៉ុន្តែវាយមួយទៅ3ឈាម3ชั่วโมងនិយាយទៅបាក់ខ្ទេចខ្ទីអាណិតអ៊ូសក់ខ្លាំងមែនទែនអ្នកគ្នាកន្លែងហ្នឹងហើយសំឡេងខ្ញុំក៏រៀងប្ដូរដែរព្រោះភ្លេចផឹកទឹកមិញអញ្ចឹងណាហើយពេលនោះគឺអើយអាប៉ែអ៊ូសក់ហ្នឹងគឺគាត់ថាទោះមុននឹងគាត់ស្លាប់ចឹងហើយគាត់ទឹកចិត្តធ្វើជាអ្នកខ្លាំងម្ដងចុះពេលនោះនាងក៏យកទៅឲ្យអាប៉ែហ្នឹងវាយប៉ុន្តែ Oh my god អ្នកគ្នាប្រកាសដឹងហើយថា Chopper គឺគាត់អាច break កន្លងបានពេលញ៉ាំថ្នាំនោះហើយមែនណាគាត់ក៏បាញ់គ្រាប់ផ្សែងទៅកាន់ Mr. Four ហើយក៏ឲ្យអាប៉ែ Chopper ហ្នឹងយក Miss All Christmas ហ្នឹងឲ្យអាប៉ែហ្នឹងវាយប្រោយវាយគ្នាឯងបដ ாய் ហើយទីអាប៉ែតហ្នឹងក៏យកញញូដែលមានទម្ងន់1លានតោនបាញ់ទៅកាន់អាប៉ែត Mr. Four ហ្នឹងប្រោយហ្នឹងហើយក៏ហុយដីជោកតែងពេញហ្នឹងហើយពេលនោះគឺ Mr. មួយដែលមានឈ្មោះថាខ្ញុំហៅគាត់ថាចែបល្លាទៅចុះគឺព្រោះគាត់ប្រែក្លាយខ្លះជាបល្លាបានអញ្ចឹងណាហើយចែមួយហ្នឹងគឺបានមកវាយគ្នាជាមួយនឹងណាមីអ្នកគ្នាហើយណាមីគឺមានដបងមួយម៉ែបាញ់មកចេញផ្កាអ្នកគ្នាពេលនោះគឺគាត់ស្រាវជ្រាវពីដបងនឹងដែរតែពេលនោះគាត់បាញ់មានណាវើខ្ញាដូចទៅហាហើយចំណែកសូរ៉ូវិញមកវាយជាមួយប៉ែកមួយដែលធ្វើខ្លួនអត់គេហ្នឹងអាចខ្លាចទៅជាដាវបានណាអ្នកគ្នាដូចជាសូរ៉ូជាដើម
ហើយដាវសូរ៉ូហ្នឹងគឺមិនអាចកាប់ទៅកាន់វាបានទេតែសូរ៉ូនឹកឃើញថាធ្វើឲ្យគាត់ហ្នឹងអាចហ្វឹកហាត់កាប់ទៅកាន់ថ្មអេតដែកបានអីចឹងណាអ្នកនាងពេលនោះគឺគាត់ខំហ្វឹកហាត់ខ្លាំងមែនទែនពេលនោះគឺប៊ីស្លាប់ទាំងសងខាងអ្នកនាងពេលហ្នឹងចង់ចាក់ទៅកាន់អាប៉ែដែលក្បាត់ពេកហ្នឹងពេលនោះគាត់ក្បំប្រុសក្បាច់អីណាម៉ែចែកឲ្យពេញនឹងហុយដេកជុកណាអ្នកនាងហ្នឹងអឺគឺអាប៉ែហ្នឹងថាគាត់មិនអាចប្រែក្លាយខ្លាចជាដាវបានទេ សូរ៉ូក៏ចង់ទៅចាក់គាត់តែគាត់ក៏បានប្រើក្បាច់ពិសេសរបស់គាត់នោះអាចកាត់ផ្ទះបាន3-4ចំណែកនោះអ្នកគ្នាហើយគឺពិតជាចម្លែកខ្លាំងមែនទែនខាត់សម្រាប់យូររៀងនិយាយមកបែកឆាតិចអ្នកគ្នាហើយពេលទៅគឺសូរ៉ូបានចូលទៅកាប់គាត់យកធ្វើឲ្យគាត់នឹងក្លាប់ពីបេតុងទៅក្រោយចឹងអ្នកនេះហើយក៏បញ្ចេញក្បាច់ពិសេសរបស់គាត់មួយទៀតដែលអាចធ្វើឲ្យគាត់នឹងពណ៌រាប់សិបជុំហើយមុតដូចជាផ្លាណាហើយវាយទៅកាន់សូរ៉ូធ្វើឲ្យសូរ៉ូមានរបួសធ្ងន់ហើយវាយម្សាទីហ្នឹងហើយធ្វើឲ្យសូរ៉ូហ្នឹងគឺមានរបួសធ្ងន់យកទៅមែនទែនហើយពេលហ្នឹងគាត់ក៏បញ្ចប់សូរ៉ូប៉ុណ្ណឹងឯង ហើយខ្ញុំសម្រាយរឿងនេះគឺសម្រាយមិនចង់ទួនទេហ្នឹងហើយតែសូរ៉ូមិនទាន់ស្លាប់ទេអ្នកគ្នាគាត់ត្រូវយកឈ្នះអឺហុកអាយឲ្យបានអ្នកគ្នាដូច្នេះគាត់មិនអាចស្លាប់បានទេហើយគាត់ទៅប្រើក្បាច់ក្បាច់ស្អីទេគ្រាន់ចូលម្ដងនេះកាប់ឆ្វឹងងាប់បាត់ហើយមួយថ្ងៃខ្ញុំលេបទឹកមាត់មួយថ្ងៃហើយខ្ញុំឆ្ងល់ឲ្យវាមិនប្រើក្បាច់ហ្នឹងឲ្យគេវាយចង់ងាប់ទៅប្រើក្បាច់ពេលនោះគឺស្ដេចតែគេចាប់បានហ្នឹង Mr. Crocodile ក៏បានទៅនិយាយចំអកលក់លើយឲ្យស្ដេចនោះតែម្ដងហើយដល់ពេលទៅគឺគាត់ថាបន្តិចទៀតហ្នឹងគឺម្ចាស់ស្ត្រីវីនឹងត្រូវស្លាប់ដោយសារអ្វីដែលគាត់ជំខានទេស្ដេចបើភ្លាវភ្លើអញត្រៀមងាប់ហើយទៅចឹងណាអ្នកគ្នាតែស្ដេចនោះគឺមិនឲ្យផែនការរបស់ Mr. Crocodile បានសម្រេចនោះទេគាត់ថាលុះត្រាគាត់ស្លាប់ទើប Mr. Crocodile អាចធ្វើតាមចិត្តបាន Mr. Crocodile ថាបន្តិចទៀតហ្នឹងវានឹងផ្ទុះហើយដល់ម៉ោងនៅផ្ទុះសម្លាប់ទាំងវីសម្លាប់ទាំងក្រុម Luffy បានងាប់បាត់ហើយទៅគឺអាប៉ិដីនៅក្នុងបព្វឆាំងឈ្មោះខូសាហ្នឹងទុំដឹងការពិតទេអ្នកគ្នាទៅគាត់ហ្នឹងខកចិត្តខ្លាំងមែនទែនតែជឿទៅកាន់ Mr. Crocodile ហ្នឹងហើយអ្នកគ្នាពេលហ្នឹងស្ដេចបានបញ្ជាជាមួយនឹងអឺខូសាហ្នឹងគឺទៅប៉ុន្តែអាប៉ិ Mr. Crocodile វាអាចប្រែក្លាយជាខ្សាច់បានដូច្នេះវាទៅលឿនមែនទែនតែពេលនោះចកាយរបស់អង្គរៈនៅរាជវាំងហ្នឹងក៏បានមកជួយ Miss All Sunday អយហើយដល់ពេលទៅគឺមានប្រជាជនច្រើនខ្លាំងមែនទែនហើយគឺបានបះបោរវិញដើម្បីប្រឆាំងទៅកាន់ពួកក្រុម Rockworld ឬក៏ហៅបានថាក្រុមរបស់ Mr. Crocodile ហើយគេក៏បានបាញ់ទៅកាន់វាព្រោះតែនៅទីនោះមានក្រុមរបស់ Rockworld ច្រើនខ្លាំងមែនទែនដែលប្រឡងខ្លួនហើយពេលនោះមិនដឹងកាប់គ្នាឯងគ្នាគេមកបែបនេះលួចបាញ់គ្នាឯងគ្នាគេពេញហ្នឹងណាគ្នានិយាយទៅវាបាញ់យកមិនដឹងគ្នាឯងមិនដឹងគ្នាគេពេលនោះគឺ VV ខ្ញុំនិយាយទៅអាណិត VV ជាងគេស្ដេចក៏បានប្រាប់ទៅកាន់ VV ថាគឺឲ្យកូននឹងរត់ទៅឆ្ងាយទៅប៉ុន្តែ Mr. Crocodile ក៏បានមកច្បាច់ក VV ត្រៀមនឹងស្រោបជាតិទឹកដូចជា Luffy ហើយក៏បោះ VV ចូលទៅក្រោម Luffy ក៏បានជិះភូលមកដល់ហើយអ្នកគ្នាគ្រាន់មកដល់ភ្លាមម៉ែអានោះកោពេញ server ប្រហើយអា Luffy ហ្នឹងណាអ្នកគ្នាគឺវាសាហាវនិយាយទៅទូឯងតែប៉ុណ្្នឹងឯងអ្នកគ្នាហក់ទៅដល់ម៉ាត់នៅម្ដាយព្រោះគាត់ដឹងថាធ្វើម៉េចបានម៉ាត់ Mr. Crocodile ត្រូវព្រោះគាត់ប្រើទឹកណាអ្នកគ្នាមានណាជួអា Crocodile នោះមកប៉ាំងក្បាល Luffy គឺតាំងខ្លាំងមែនទែនអ្នកគ្នាព្រោះគាត់ដឹងថាការនោះដោយសារតែច្បាច់ដៃ Mr. Crocodile បានដោយសារតែគាត់បែកញើសអ្នកគ្នាចឹងហើយគាត់ប្រើក្បាច់ហ្នឹងដើម្បីវាយទៅកាន់ Mr. Crocodile ប្រហើយហើយពេលនោះគឺគេចិត្តផ្ទុះហើយកន្លែងហ្នឹងចិត្តផ្ទុះដោយសារ Mr. Crocodile បានប្រើនោះឯងហើយស្ដេចថាឲ្យពួកគេនឹងរត់ចេញតែរត់ចេញហើយគឺពួកគេនឹងគឺម្នាក់បានមកប្រយុទ្ធជាមួយនឹងដៃគូរៀងខ្លួនដូចជា Luffy ប្រយុទ្ធជាមួយនឹង Mr. Crocodile និយាយឈ្មោះឡើងទលាន់បាត់ហើយអ្នកគ្នាហើយទៅ Luffy ក៏បានប្រាប់ថាស្ដេចត្រឹមឲ្យទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំមកដល់ពេលទៅ Mr. All Sunday ហ្នឹងក៏មើលទៅកាន់ Luffy វាយទៅកាន់ Mr. Crocodile Mr. Crocodile ក៏បានស្រូបជាតិទឹកពី Luffy តែ Luffy គ្រាន់តែផឹកទឹកវិញទៅហ្នឹងហើយគឺគាត់មានសាច់ឈាមឡើងវិញហើយអ្នកគ្នាពេលនោះគាត់ចាក់ទឹកទៅលើខ្លួនរបស់គាត់ដើម្បី
វាយទៅកាន់ Mr. Crocodile អ្នកគ្នាពេលដែលគាត់វាយទៅគាត់ប្រើក្បាច់ស្អីគាត់ដូចដៃដូចជាកស៊ូអញ្ចឹងណាហើយក៏ហក់ទៅម៉ាត់ Mr. Crocodile បានបារាយផងដែរហើយពេលនោះក៏យកធុងហ្នឹងទៅគប់ Mr. Crocodile ធុងទឹកáហើយតែ Mr. Crocodile បានប្រើព្យុះផ្សាច់ហ្នឹងគឺបោះ Luffy ចេញតែម្ដងពេលនោះគឺ Luffy បានផឹកទាំងប៉ោងគួរអស់ស្នើចឡើយមែនតើអ្នកមាន Mr. Sandel សោចខ្ញុំក៏សោចដែរកន្លែងហ្នឹងណាហើយទៅគឺគាត់បានបាញ់ពពុះទឹកចេញទៀតមានណាធ្វើឲ្យ Mr. Crocodile កន្លែងហ្នឹងខឹងប្រោយហើយពេលទៅគាត់បើប្រោកបាញ់មួយកំបាស៊ូកាអ្នកគ្នា Oh my god ក្បាច់មួយហ្នឹងខ្ញុំមិនដែលឮទេឮអាកំតែនេះកំបាស៊ូកាអូលយហាំតែនហើយក៏វាយទៅកាន់ Mr. Crocodile ហ្នឹងឯងដេកនៅផ្ទះអានោះកណែតែម្ដងពេលនោះ Miss All Sunday ក៏នាំស្ដេចទៅក្រោយអញ្ចឹងណាអ្នកគ្នាថា Luffy តាមដល់ប្រកាច់ប្រកិនហ្នឹងពេលនោះគឺគាត់ទៅជប់ជាមួយនឹងMr. Crocodile វិញដើម្បីវាយជាមួយ Mr. Crocodile Mr. Crocodile បូមជាតិទឹកនៅជិតៗនោះធ្វើឲ្យវានឹងរីងស្ងួតអស់លេងហើយ Luffy វាជិតធ្លាក់តែវានៅខំបាញ់ទឹកទៅកាន់ Mr. Crocodile Mr. Crocodile ឥឡូវហ្នឹងគឺខ្លាំងមែនទែនបាញ់មកម៉ាន់លានទឹកក៏គាត់អាចស្រូបបានដែរម៉ែហើយធ្វើរូបចម្លាក់អីខ្លាចខ្សាច់ខ្ទេចខ្ទីអស់ហ្នឹងអ្នកគ្នាហើយទៅ Mr. All Sunday ហ្នឹងគឺគាត់មានតម្លៃខ្លួនដល់ទៅ79លាន berry នោះអើយថ្លៃខ្លាំងមែនតើពេលនោះ Miss All Sunday ក៏បានទៅកន្លែងមួយអញ្ចឹងណាហើយទៅគឺក្រុម Smoker ហ្នឹងបានមកដើម្បីយកស្ដេចទៅវិញដោយសារតា Miss All Sunday ហ្នឹងហើយគឺជាអ្នកដែលចាប់ស្ដេចមកឲ្យទៅស្ដេចថាម៉ាំតិចគឺផ្ទុះទីក្រុង Alabasta ហ្នឹងហើយទៅរកកំភ្លើងធំបាច់ខ្វល់ពីគាត់ទេទៅគឺនាងមិនអាចឈ្នះ Miss All Sunday បានទេព្រោះ Miss All Sunday គឺខ្លាំងជាងអញ្ចឹងណាក្រុម Luffy គឺបញ្ញាដើម្បីទៅរកកំភ្លើងធំនឹងខ្លាំងមែនទែនហើយ Luffy គឺនៅតែខំប្រឹងប្រយុទ្ធជាមួយនឹង Mr. Crocodile ទីអ្នកគ្នាហើយពេលនោះក៏បាញ់ទំនាក់ទឹកទៅ Mr. Crocodile តែ Mr. Crocodile ហ្នឹងក៏បានគេចទន់ហើយស្រូបជាតិទឹកពី Luffy ខ្ទេចខ្ទីតែម្ដងហើយក៏បោះ Luffy ទៅដោយសារចិត្តខ្ទុះហើយក៏គេចខ្លួនបាត់ទៅពេលនោះដំណក់ទឹកដែលគាត់បាញ់ខុស Mr. Crocodile មិញហ្នឹងក៏ធ្លាក់មកត្រូវគាត់ដើម្បីឲ្យគាត់ហ្នឹងមានជាតិទឹកវិញហើយពេលនោះ Miss All Sunday នឹងជាមួយស្ដេចហ្នឹងក៏បានទៅកន្លែងបន្ទប់សម្ងាត់មួយដែលមានតែស្ដេចទេទើបដឹងហើយទៅគឺ Miss All Sunday បានឃើញទាំងស្លាមួយច្រឹកគឺបានឆ្លាស់ហើយមានតែនាងទេដែលអាចអានដាច់អញ្ចឹងហើយ Mr. Crocodile មកដល់ហើយក៏ប្រាប់នាងថាឲ្យនាងនឹងអានភ្លាមទៅដល់ពេលទៅនាងក៏ភូតទៅកាន់ Mr. Crocodile អ្នកគ្នាហើយ Mr. Crocodile ក៏ចាក់នាងពីក្រោយព្រោះគាត់ដឹងនាងកុហកគាត់ពេលនោះស្ដេចក៏បានបញ្ជាឲ្យគេនឹងបើកកលឹះយន្តដើម្បីសង្កត់ Mr. Crocodile ជាមួយនឹងគាត់ដើម្បីស្លាប់ពីរនាក់តែ Mr. Crocodile គាត់អាចប្រែក្លាយជាទីនោះទៅជាខ្សាច់បានអ្នកគ្នាហើយ Luffy ក៏អាចចូលមកហើយគេក៏ឲ្យដឹងថាRobin ហ្នឹងគឺអត់ទាន់ស្លាប់ទេគឺ Miss All Sunday ឈ្មោះ Robin ពេលនេះ Luffy វាយ Mr. Crocodile ត្រូវហើយព្រោះដៃគាត់មានឈាមគឺមានជាតិទឹកចឹងហើយវាយគ្នាត្រូវពេលនោះ Mr. Crocodile បានដកស្រោមទៅពួករបស់គាត់ចេញហើយប្រាប់ថានេះគឺជាការប្រយុទ្ធរបស់យើងចុងក្រោយហើយ Luffy ហើយពេលនោះគឺ Vivi បានទៅរកកំភ្លើងធំហើយគេចពីក្រុម Baroque ហើយគឺSmoker ក្រុម Smoker បានមកជួយVivi ចឹងណាគ្នាពេលនោះគេក៏រកកំភ្លើងធំដែរនៅខាងក្រោយទៅនិចនាឡិកាមួយអ្នកគ្នាហើយដល់ពេលទៅគឺគាត់គឺ Seven Mr. Seven ជាមួយនឹងអាការីគាត់គឺជាអ្នកផ្ទុះហើយគេក៏យក Vivi ទៅហើយខ្ញុំឆ្ងល់កន្លែងហ្នឹងថាគេមិនយក Sanji ឬក៏ Zoro ទៅហើយបើអ្នកគ្នាដឹងជួយ comment ផងបាទហើយបើទៅពួកគេក៏ធ្វើការដុតប៉ុន្តែ Nami ហ្នឹងក៏ទៅបានហើយទៅមកក៏ប្រឡួតបានអីចឹងណាអ្នកគ្នាធ្វើឲ្យពួកគេគឺសប្បាយចិត្តខ្លាំងតែគឺវារកផ្ទុះទៀតហើយចឹងហើយគឺអាប៉ែកមួយហ្នឹងឈ្មោះ Pool ហ្នឹងក៏សឹកចិត្តលះបង់ជីវិតខ្លួនឯងយន់ហ្នឹងទៅលើមេឃសម្លាប់ទាំងខ្លួនឯងដោយទៅហើយក៏ផ្ទុះស្លាប់បាទហើយរឿងយើងគឺចប់តែប៉ុណ្្នឹងឯងបើដឹងថារឿងនឹងល្អមើលកុំភ្លេច comment ផង comment ABC អីក៏បានដែរតែបាន comment គឺខ្ញុំឃើញថា comment តិចខ្លាំងតែបាយបាយ